ការងារទាំងអស់សុំលុបពាក្យនឹងចោល បាទ បាទដោយសារអីព្រោះតែយើងមានការប្រជុំច្បាស់លាស់ហើយចំណុះទូទាំងអស់លោកសប្បាយចិត្តនៅក្នុងការចូលរួមជាមួយយើងអញ្ចឹងពាក្យនេះគឺយើងលុបត្រឹមនេះលុបត្រឹមនេះឥឡូវយើងគឺបន្តទស្សនាមកហើយ គូទី26 បាទវិចិត្រចូលសែនជ័យខ្សែទឹកខាងក្នុងការប្រជើងទី1មកពីកោះចរ៉ាមអត់ទទួលបានជ័យជំនះទេចំណែកអធិរាជកងពេជ្របាទសែនជ័យគឺមកពីកងតនឹងគឺទទួលបានជ័យជំនះ ចាម ឥឡូវបដូរទៅខ្សែទឹកខាងក្នុងវិញ គាត់មកខែទឹកក្នុងមើលពីនេះទៅមិនទាន់ហ៊ានសន្និដ្ឋានថាម៉េចទេ បាទមិនទាន់ថាម៉េចទេ ប៉ុ បាទ នគ្នាឡើយទេបាទមើលពីចំហៀងតែបើមើលនៅកាមេរ៉ាគាត់ហាក់ដូចជាមានព្រៀបខ្សែទឹកខាងក្រៅ បាទប្រហែលគ្នាទេបាទតែ បាទ ចាំមើល អត់ទា គៀ ន់ទេ ក បាទ បាទគៀកនេះអធិរាជ គៀក កង គ្នា ត ទេ នឹងសែនជ័យបាទច្បាស់ អូ តែម្ដងនេះ ល្អ ច្បាស់ ណាស់ ណាស់រូបភាពបានផ្ដល់បាទជូនពុកម៉ែបងប្អូន អាយ៉ា អូ ដក ដកហើយ បាទដកវិញខ្សែទឹកក្នុងដកវិញបាទ បាទកងពេជ្រសែនជ័យដកហើយអញ្ចឹងលទ្ធផលហាក់ដូចជាអាចនិយាយបានថានៅតែបាទ នៅតែដ ល្អ ដែល ទេ បាទដូចជើងទី ប៉ុន្តែចំណុចសំខាន់មួយទៀតគឺត្រូវចាំស្គរជ័យបន្លឺសិនបាទបើស្គរជ័យមិនបន្លឺទេបានន័យថាលទ្ធផលមិនទាន់ផ្លូវការទេបាទមិនទាន់ផ្លូវការ បាទចាំមើលអាយ៉ាអាយ៉យអាយ៉ាបាទខ្សែទឹកក្នុងដកហើយ ដកហើយ បាទ អើ អ យ ធិរាជនៅតែលឿន អធិរាជកងពេជ្រ បាទ បាទអធិរាជកងពេជ្រសែនជ័យមកពីកងតានឹងកងមាសទទួលបានជ័យជំនះហើយ បាទ លើ ទទួលជ័យជំនះហើយបាទទូព្រះបង្គំខ្ញុំបាទសូម